សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងមានសាយថ្មីម្ដងទៀតមកបន្តសេរីរបស់យើងដែលជាភាពបន្តបដានិភាពមួយនេះផងដែរពួកសក៏បានរអួលឡើងថាពួកគេបានមកដល់ទីនេះជាយូរយារណាស់មកហើយប៉ុន្តែមិនទាន់ឃើញគ្រូណាម្នាក់បង្ហាញខ្លួននៅឡើយទេបើក៏លេចទៅមើលវូលីងវិញក៏ជិតខំប្រឹងប្រែងវឹកហាត់ជាខ្លាំងកញ្ញាស៊ីយូក៏ប្រាប់ថាបងប្រុសវូលីងអ្នកកំភៃពេកអីកម្លាំងរបស់អ្នកវាខ្លាំងគ្រប់គ្រាន់ក្នុងការប្រឡងជាប់ហើយវូលីងក៏ប្រាប់ថាគាត់មិនຕົកចិត្តនោះទេកញ្ញាប៉ៃទីដែលនៅក្បែរនោះពិតជាមានគំនុំគុំគួនជាមួយនឹងគាត់ខ្លាំងមែនតើសិស្សម្នាក់ក៏ថាហេតុអីបានជាកញ្ញាប៉ៃទីមានការរំភើបខ្លាំងណាស់ពេលបានជប់ទៅកាន់វូលីងនោះម្នាក់ទៀតក៏ប្រាប់ទៅតើឯងមិនបានឮទេមែនទេការប្រយុទ្ធមិញនាងបានស្រែកឈ្មោះវូលីងក្នុងពេលនោះប្រមាប់គាត់ថាអ្នកដឹងបានដឹងអ្នកមិនដឹងគឺនៅតែមិនដឹងឮដូច្នេះគេក៏សួរទៅតើអ្នកដឹងរឿងអ្វីប្រមាប់ក៏ប្រាប់ថាតាមពិតទៅទំនាក់ទំនងរបស់កញ្ញាប៉ៃទីជាមួយនឹងលបងធំវូលីងនេះវាពិតជាជ្រៅជាងអ្វីដែលពួកឯងបានគិតទៅទៀតនិយាយមិនតន់តែចាប់ផងត្រូវបានប្រូស៊ីហួយនឹងគម្រាមបាត់ទៅហើយឯងកុំនិយាយបង្កាច់បង្ខូចកញ្ញាប៉ៃទីប្រមាប់ក៏យកព្រមទាំងភាពភ័យខ្លាចចំណែកសាប់សិនទៀតក៏ឆ្ងល់ហើយមិនបានជាបរមអ្នកនេះខឹងភ្លាមមិនដឹងអំពីមូលហេតុអញ្ចឹងតែឯទេដែលគេនឹងលុយក្រាទៅកាន់កញ្ញាប៉ៃទីនឹងប្រូស៊ីហួយមិនខ្វល់នោះទេសំខាន់កញ្ញាប៉ៃទីគឺជាតួឯកស្រីរបស់គេតើនាងអាចមានទំនាក់ទំនងមិនល្អជាមួយនឹងអ្នកផ្សេងដែររបៀបណាទៅពុទ្ធចាតានក៏រំលឹកថាឯងកុំជឿជាក់ខ្លាំងពេកស្រាប់តែពេលនៅពុទ្ធចាទាំង3ក៏បង្ហាញខ្លួនចំណែកតែពុទ្ធចាតនៅទេមាត់សក់ក៏ពិតជាស្រស់ស្អាតពុទ្ធចាយេនលីក៏បញ្យល់អំពីច្បាប់នៃការប្រកួតជុំទី3នេះដែលវាគឺជាការប្រកួតនៅលើសង្វៀនស្លាប់រស់ប្រសិនបើពួកឯងមានសមត្ថភាពនៅពួកឯងនឹងជាប់នៅក្នុងការប្រឡងមួយនេះប្រសិនបើពួកឯងសុំចាស់ចាញ់ក៏វាមិនអីដែរហើយពុទ្ធចាតនឹងធ្វើការវិតម្លៃទៅកាន់ពួកឯងដោយផ្ទាល់វូលីងក៏សង្កេតឃើញថាពុទ្ធចាតដូចជាផ្លាស់ប្ដូរមាត់សក់កញ្ញាសៀយូក៏ប្រាប់គាត់ថាកុំឲ្យនិយាយអីបន្តមកទៀតពុទ្ធចាឡហងក៏បានជាបួតតង់ប្រអប់នៃការចាប់ឈ្មោះក៏លេចចេញមកសោះទាំងអស់ក៏បានលោកទៅចាប់លេខដែលជាគូប្រកួតរបស់គេពេលដល់វេនវូលីងបរោះជោគជាំក៏បានបោះអាវុធសម្ងាត់ចូលទៅវូលីងក៏ចាប់ជាប់ពេលបណ្ឌិតមើលទៅឃើញលេខ38ឃើញម៉ាមនេះបរោះជោគជាំពុជិសបយចិត្តទៅប៉ុណ្ណេះជោគជ័យហើយស៊ីហួយដែលនៅក្បែរនោះក៏ឆ្ងល់ហើយតានេះមិនមែនជាដាវព្រលឹងកំណត់របស់អ្នកទេមែនទេគេក៏តបថាឯងមិនចាំបាច់បារម្ភពីយើងទេយើងនៅតែខ្លាំងស៊ីហួយក៏បន្តថាយ៉ាងណាក៏ដោយអ្នកដូចជាគប់លេខច្រឡំមិនទេលេខរបស់ខ្ញុំគឺ36តាបរោះជោគជាំក៏ប្រាប់ទៅថាឯងក៏បានដឹងរួចមកហើយថាសមត្ថភាពរបស់គេពិតជាមិនធម្មតាទេដូច្នេះហើយយើងនឹងមិនអនុញ្ញាតឲ្យគេជួបឯងនៅជុំទី1ទេដោយសារតែយើងចង់សាកល្បងកម្លាំងរបស់គេជាមុនសិនយើងក៏បានឃើញគូប្រកួតរបស់វូលីងពិតជាមានមាឌធំជាខ្លាំងគេក៏មើលងាយថាឯងមិនទាន់ទាំងបានឈានដល់ដំណាក់កាលចម្រាញ់ឈីផងហ៊ានមកប្រយុទ្ធជាមួយនឹងយើងដែរឯងត្រៀមតែខ្លួនចោះចាញ់ឲ្យហើយទៅឃើញគូប្រកួតវូលីងបែបនេះប្រមាពិតជាមិនស្មាននៅទេថាគូប្រកួតដំបូងរបស់វូលីងគឺជាគាត់នោះលើបែបនេះប្រមម្នាក់ក៏ថាតើគេនឹងអស្ចារ្យណាស់មែនទេប្រមាក៏បានប្រាប់ទៅឈ្មោះរបស់គាត់គឺវ៉ាងតៃជូគេគឺជាឃាតករដ៏ល្បីល្បាញម្នាក់បកែខាងក្បាច់កូនបើតាមពាក្យចាំអារាមនោះគ្មានណាម្នាក់គេចផុតពីកញ្ញាំដៃរបស់គេឡើយខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ថាតើបងប្រុសវូលីនឹងអាចចាប់ការគេបានដែរឬអត់វ៉ាងតៃជូក៏និយាយថាយើងបានឃើញការវិតម្លៃរបស់ឯងការជុំទី2ហើយពិតជាខ្សោយយទៅមែនទេណាឥឡូវនេះយើងស្ក្នុងកម្រិតកម្ពុជានៃការបណ្ដុះបណ្ដាលឈីហើយខ្វះតែមួយជំហានទៀតប៉ុណ្ណោះឈានដល់កម្រិតនៃការកសាងគ្រឹះពេលដែលឡើងសង្វៀនយើងខ្លាចថាយើងនឹងសម្លាប់ឯងទេកញ្ញាសៀយូទ្រាំបាននៅទេប៉ុន្តែវូលីងក៏ខ្វាត់គេក៏ឌឺទៀតថាយ៉ាងម៉េចឯងចង់វាយយើងឥឡូវនេះមែនទេឃើញបែបនេះទស្សនារបស់យើងក៏លន់មាត់ហើយថាតើបងប្រុសវូលីងនឹងចង់បញ្ចុតហើយមែនទេទៅវិញវូលីងក៏ថាអូយសំទោសឬក៏ខាងញ៉ាំរបស់ខ្ញុំខ្សោយពេកហើយគ្រាន់តែលើបែបនេះភ្លាមពួកគេទាំងអស់ក៏ដាច់ចកេះផឹងតែម្ដងដល់ស្នាក់កញ្ញាសៀយូក៏ថាបងប្រុសវូលីងគេឌឺអ្នកខ្លាំងប៉ុណ្ណឹងហើយតើអ្នកនៅតែធ្វើសភាពបរោះទៅអីទៀតវូលីងក៏តបថាតែគេនិយាយត្រូវប្រូវ៉ាងតៃជូក៏បានចិត្តដោយសារតែឯងដឹងពីគំនិតរវាងយើងទាំងពីរហើយគួរតែសុំចោះចាញ់ទៅវូលីងក៏តបថាប៉ុន្តែទោះបីជាយើងខ្សោយក៏ដោយប៉ុន្តែយើងនឹងតស៊ូរហូតដល់ទីបញ្ចប់គេក៏ថាអញ្ចឹងឯងត្រៀមតែខ្លួនស្លាប់នៅលើសង្វៀនទៅកញ្ញាស៊ីយូក៏បានសរសើរថាបងប្រុសវូលីងអ្នកពិតជានិយាយលយខ្លាំងណាស់បើក៏លេចទៅមើលប្រូវ៉ាងតៃជូវិញគេក៏ថាបន្ទាប់ពីយើងសម្លាប់អាក្មេងក៏អត់នៅរួចឯងកុំភ្លេចការសន្យាឲ្យសោះគេក៏បានតទៅថាកុំបារម្ភអីក្នុងនាមយើងគឺជាគ្រួសារសៀវយើងមិនខ្វល់ពាក្យសន្យាទេសៀវហួយក៏និយាយថាខ្ញុំសង្ឃឹមថាវូលីនឹងអាចឆ្លងផុតជុំទី1ទៅចុះបន្តមកទៀតលោកគ្រូយេនលីក៏ប្រកាសអំពីការប្រកួតជុំទី1ចាប់ផ្ដើមលេខ1កញ្ញាបៃទីគ្រាន់តែជាការដើររបស់នាងសោះនាំគ្នាបែកអួតពេញទៅនឹងឯងព្រោះថាស្អាតខ្លាំងពេកដែលនាងត្រូវជួបជាមួយនឹងប្រូជក់មកគេក៏និយាយថាហេតុអីបានជាយើងទាំងពីរនាក់មិនធ្វើការដាំដុះជាមួយគ្នាតែម្ដងទៅនឹងធ្វើឲ្យកម្លាំងរបស់យើងទាំងពីរប្រសើរឡើងទាំងសងខាងគ្រាន់តែលើបែបនេះពួកសទាំងអស់ពិតជាខឹងខ្លាំងមែនទែនទោះបីជាយ៉ាងណាក៏ដោយប្រូជក់មកក៏ប្រាប់ប្រាស់ក្បៃរំមិនតែក្បាច់ស្អីទេកិច្ចពីការវិបហាទាំងអស់នោះបានយ៉ាងងាយរវល់តែរំក៏ស៊ីមិនដែររបស់លោកគ្រូយេលីតែម្ដងឯងបកាច់រំស្អីទៀតតែឯងមិនចូលប្រកួតទេមែនទេនៅមួយខាងទៀតវិញសៀវហួយក៏បានកត់ឈ្មោះប្រូជក់មកទុកផងដែរ
ធ្វើឲ្យបរោះជោគជាប់នេះក៏ឆ្ងល់សៀវហួយក៏ប្រាប់ទៅថាយើងក៏ជាតួឯងអីមិនយល់ទេវិទ្យាតូនក៏ថាឥឡូវនេះក៏ប្រគួតចាប់ដើមប្រូជក់ម៉ាក៏និយាយអួតថាមើលទៅអ្នកមិនទាន់ដឹងអំពីកម្លាំងដ៏អស្ចារ្យរបស់ខ្ញុំនៅឡើយទេអញ្ចឹងចាំខ្ញុំបង្ហាញអ្នកទៅជាប់ប្រាស្នៀតអ្វីក៏មិនដឹងនឹងពិតជាលឿនខ្លាំងមែនតើសូម្បីតែប្រូម៉ាប់ក៏មានការភ្ជាប់អាព្រោះថាល្បឿននេះលឿនពេកហើយពិតជាសោកសៅធ្វើជាក្បាច់គុណរបស់និកាយហើរហនប្រូជក់ម៉ាពិតជាជឿជាក់ខ្លាំងមែនតើជាមួយនឹងល្បឿនបែបនេះកញ្ញាបៃទីនឹងមិនអាចកម្ចាត់គេបានឡើយតែជាអកុសលអីកញ្ញាបៃទីក៏មើលឃើញចំណុចខ្សោយទាត់តែមួយជើងប៉ុណ្ណោះក៏បែកពងពីតែម្ដងគេក៏និយាយយ៉ាងចុកចាប់ថាហេតុអីបងជាអ្នកវិវហាត្រង់ចំណុចពិសេសអញ្ចឹងតែតាមពិតទៅគេបានត្រៀមខ្លួនរួចបាត់ទៅហើយក៏បានដាក់ដៃដើម្បីត្រោពងផងដែរបន្តមកក៏ប្រើប្រាស់សិទ្ធិថ្មីមួយទៀតបើការវិបហាទៅកាន់កញ្ញាបៃទីក៏បានកិច្ចឆ្វេងកិច្ចស្ដាំឃើញបែបនេះវូលីងក៏ឆ្ងល់ហើយតើវាគឺជាស្នៀតអ្វីទៅប្រូម៉ាប់ក៏បកស្រាយថាវាគឺជាស្នៀតនៃការប្រមូលផ្ដុំថាពលកម្រិតកាន់តែខ្ពស់កម្លាំងក៏កាន់តែខ្លាំងតាមនឹងផងដែរវូលីងក៏ថាតាមពិតគឺអញ្ចឹងសោះចំណែកឯកញ្ញាបៃទីវិញក៏មើងនិយាយថាតើអ្នកមានតែប៉ុណ្្នឹងទេមែនទេប្រូជូម៉ាក៏តបវិញថាកុំតើមើងនិយាយសមត្ថភាពរបស់គេមិនមានតែប៉ុណ្្នឹងទេក៏ប្រើប្រាស់ថាពុំមួយនោះគប់សំដៅតែការនាងភ្លាមកញ្ញាបៃទីក៏កិច្ចផុតយ៉ាងណាក៏ដោយថាពុំមួយនោះនៅតែបន្តវិបហាមការនាងព្រោះថាប្រូជូម៉ាគេបានគ្រប់គ្រងវាបានទាំងស្រុងឃើញបាននេះលោកគ្រូឡាហុងពិតជាមានការភ្ជាប់អាតែគេអាចគ្រប់គ្រងថាពុំមួយនេះបានដោយរបៀបណាទៅលោកគ្រូយៀនលីក៏ប្រាប់ទៅថាបច្ចេកទេសសម្ងាត់របស់និកាយហើរហននេះពិតជាប្លែកប្រូម៉ាប់ក៏បានថែមថាជាមួយនឹងបច្ចេកទេសសម្ងាត់របស់និកាយហើរហននៅមនុស្សម្នាក់គឺអាចគ្រប់គ្រងថាពុំមួយនេះលើសពីមួយថាពលក៏បានហាមដល់មុខនាងទៅហើយកញ្ញាបៃទីគ្មានជំរះទេគឺមានតែដកដាវកាប់ទៅកាន់ដុំថាពុំមួយនោះបែកខ្ទេចតែម្ដងតែមានអារម្មណ៍ថាពងរបស់ប្រូជក់ម៉ានឹងក៏បែកផងដែរគេពិតជាមានអារម្មណ៍ថាចុកចាប់ជាខ្លាំងអ្នកពិតជាខូខើពេកហើយយ៉ាងណាក៏ដោយអ្នកពិតជាសរសើរធ្វើជាមនុស្សស្រីដែលគេលួចស្រឡាញ់ពិតមែននិយាយរួចក៏បានស្លាប់បាត់ទៅវូលីងពិតជាភ្ជាប់អាចជាខ្លាំងមិននៅស្មានថាមនុស្សក្នុងលោកមួយនេះបានប្រើពងរបស់ខ្លួនឯងដើម្បីវិបហានោះទេបន្តមកបទចាយិនលីក៏បានប្រកាសអ្នកឈ្នះនៅជុំមួយនេះគឺជាកញ្ញាបៃទីវូលីងក៏បាននិយាយថាមើលទៅការយកគ្នារវាងអ្នកដាំដុះពីរអ្នកតាមពិតជាអញ្ចឹងសោះខណៈពេលនោះផងដែរក៏មានកញ្ញាមានថាពោះធំម្នាក់ព្រមទាំងញ៉ាំច្រើនផងដែរក៏និយាយថាតើនេះគឺជាកញ្ញាបៃទីមែនទេនាងពិតជាស័ក្តិសមជាលេខ1ក្នុងចំនួនមួយនេះមែនឃើញភ្លាមវូលីងក៏លន់មកថាអីក៏ធំយ៉ាងនេះកញ្ញាសៀយូក៏មានការយកច្រឡំក៏គិតក្នុងចិត្តថាតើបងប្រុសវូលីងចូលចិត្តធំមែនទេកញ្ញាសពការជួយក៏និយាយថាតើអ្នកចង់ញ៉ាំដែរមែនទេវូលីងក៏ងក់ក្បាលដោយមានការយល់ព្រមពីនាងវូលីងលែងគួរសមទៀតហើយឃើញបែបនេះកញ្ញាសៀយូពិតជាគៀងខ្លាំងមែនទែនតាមពិតទៅនាងគិតតែឯងសោះយ៉ាងណាក៏ដោយតើនាងគួរធ្វើអ្វីទៅពួកគេដូចជាសាសនានឹងគ្នាដល់ហើយបើក៏លេទៅមើលប្រូជក់ម៉ាវិញពិតជាឈឺពងខ្លាំងមែនទែនត្រូវបានគេសែងទៅមន្ទីរពេទ្យភ្លាមវូលីងក៏ថាតើអ្នកមានឈ្មោះអ្វីដែរកញ្ញាសពការជួយក៏តបទៅថានាងឈ្មោះរងច័ន្ទជាសិស្សដែលប្រឡងកាលពីឆ្នាំមុនលើបែបនេះកញ្ញាសៀវយូក៏ឆ្ងល់តើអ្នកគឺជាសិស្សកាលពីឆ្នាំមុនមែនទេហើយបានជានៅទីនេះអញ្ចឹងនាងក៏តបទៅថាដោយសារតែនាងប្រឡងធ្លាក់ចំនួន2ដងមកហើយនេះគឺជាលើកចុងក្រោយសម្រាប់នាងហើយបើនាងមិនអាចប្រឡងចូលថ្នាក់ទី3បានទៀតនៅនាងនឹងត្រូវបានបណ្តេញចេញពីបកមួយនេះជាមិនខានកញ្ញាសៀវយូក៏ថាមើលទៅអ្នកដូចជាមិនភ័យតទៅសោះស្រាប់តែពេលនៅប្រូម៉ាប់ក៏លើកឡើងថាតើអ្នកមិនដឹងទេមែនទេតាមពិតទៅបងស្រីមួយរងចាញ់ក៏គឺជាគ្រូអ្នកចម្រាញ់ដ៏ល្បីល្បាញម្នាក់ដែលត្រូវបានមនុស្សក្នុងត្រកូលរបស់នាងមានការកោតសរជាខ្លាំងចំពោះការចម្រាញ់ថ្នាំរបស់នាងគ្រាន់តែថាថ្នាំរបស់នាងវាខុសពីគេបន្តិចដោយសារតែវាមានទម្រង់ជាអាហារហ្នឹងឯងកញ្ញាមួយរងក៏ថាវាគ្មានអ្វីអស្ចារ្យនោះទេវូលីងក៏និយាយថាអញ្ចឹងមានន័យថាមិញហ្នឹងគេបានញ៉ាំតែកាន់អសតគេខំគិតថាវាជាអាហារធម្មតាអញ្ចឹងក៏សុំទោសផងដែលបានញ៉ាំអាហាររបស់នាងកញ្ញាមួយរងក៏ប្រាប់ថាវាមិនហើយនោះទេព្រោះថានាងមិនអាចឃើញនរណាម្នាក់ឃ្លានបានឡើយគ្រាន់តែលើបែបនេះវូលីងពិតជារំភើបខ្លាំងមែនតើស្រាប់តែពេលនោះកញ្ញាបៃទីក៏ដើរចូលមកដោយមិនរងចាំយូរកញ្ញាមួយរងច័ន្ទក៏បញ្ញាសម្ហាត់លេខាពីនាងព្រោះថានាងហ្នឹងក៏អាសាចំពោះកញ្ញាបៃទីយូរហើយកញ្ញាបៃទីក៏កលេចទៅមើលមុខរបស់វូលីងរួចក៏និយាយថាមិនចាំបាច់នោះទេប៉ុន្តែនាងក៏រំលឹកថាត្រូវតែប្រុងប្រយ័ត្នចំពោះការបង្កាត់មិត្តមិនត្រឹមត្រូវឬក៏ផ្ដាំវូលីងថាយើងបានដឹងការពិតអស់ហើយឯងត្រៀមតែខ្លួនទូសាច់ឲ្យហើយទៅរួចហើយក៏ចាក់ចេញឃើញបែបនេះអ្នកទស្សនារបស់យើងក៏កាន់តែមានការយល់ច្រឡំមើលទៅកញ្ញាបៃទីនិងវូលីងពិតជាមានទំនាក់ទំនងមិនធម្មតានោះទេលើបែបនេះកញ្ញាមួយរងក៏ថាតើអ្នកពិតជាស្គាល់កញ្ញាបៃទីណាស់មែនទេវូលីងក៏ថាវាគ្រាន់តែជារឿងតិចតួចប៉ុណ្ណោះបើអញ្ចឹងអ្នកសូមណែនាំនាងប្រាប់ទៅកាន់កញ្ញាបៃទីផងព្រោះនាងពិតជាចង់ខ្លាំងដូចជាកញ្ញាបៃទីខ្លាំងមែនតើវូលីងក៏ឲ្យបាក់ឆ្លើយផងដែរស្រាប់តែពេលនោះលោកគ្រូយិនលីក៏ស្រែកថាមូរនឆានតើអ្នកបកាច់ទៅណាហើយតើអ្នកមិនចង់ឡើងឆាប្រយុទ្ធទៀតទេមែនទេលើបែបនេះកញ្ញាមួយរងក៏បញ្ញាប់ទៅតែក៏រំលឹកថាសូមលោកកុំភ្លេចប្រាប់កញ្ញាបៃទីផងវូលីងក៏តបថាមិនអីទេចាំខ្ញុំព្យាយាមអស់ពីសមត្ថភាពកញ្ញាសៀយូក៏និយាយថាបងប្រុសវូលីងអាការនិយាយរបស់កញ្ញាមួយរនឆានពិតជាចម្លែកខ្លាំងណាស់ដូច្នេះអ្នកគួរតែនៅឆ្ងាយពីនាង
នាងទៅវូលីងក៏តបថាមិនអីនោះទេបើតាមបទពិសោធន៍របស់គាត់នោះកញ្ញាមូរងប្រកាសជាមនុស្សល្អក៏លេចទៅមើលសង្វៀនវិញលោកគ្រូយិនលីក៏បន្តថានេះគឺជាឱកាសចុងក្រោយរបស់ឯងក្នុងការប្រឡងហើយកញ្ញាមូរងក៏ដឹងផងដែរប៉ុន្តែនាងក៏បដិញ្ញាចិត្តថានឹងត្រូវតែឈ្នះក្នុងការប្រកួតមួយនេះព្រោះនាងពិតជាមិនចង់ត្រឡប់ទៅកាន់កន្លែងមួយនោះម្ដងទៀតឡើយលោកគ្រូយិនលីក៏ប្រកាសលេខ36ឲ្យឡើងលើឆាកបរិះម្នាក់ក៏បានបង្ហាញខ្លួនដែលបរិះម្នាក់នេះផងដែរគេមានឈ្មោះថាសៀវហួយបន្តមកសាច់របស់យើងនេះភាពមួយនេះត្រូវបានកាត់ចាប់ត្រឹមហ្នឹងគឺមានចរន្តចាំទស្សនានៅភាពបន្តទៀតជាមួយនឹងadminនោះទេហើយបើមានកុំមកខុសឆ្គងត្រូវចំណេញមានណាអីសូមមេត្តាខន្តីអភ័យទោសឲ្យមានផងណាបាទបើសិនបើមានអ្នកក្លាហានលោកណាមានសទ្ធាជ្រះថ្លាចង់ឧបត្ថម្ភមកកាន់ admin ឯងឧបត្ថម្ភតាមរយៈ QR code ខាងលើនេះបាន admin មានតែពាក្យថាអរគុណនិងជូនពរអ្នកទាំងអស់គ្នារស់ស៊ីទទួលបានទៅតាមបណ្ដាប្រសិទ្ធភាពពេលនេះពីសំណាក់ admin បាយបាយជួបគ្នាក្នុងវីដេអូក្រោយ